កម្មមនុស្សវិទ្យាថ្ងៃនេះគឺគាត់បានទួនាទីធំណាស់បាទធំណាស់ហើយជាក្តីស្រមៃរបស់ក្រុមគ្រួសារតកូលកម្មនេះពីយូរហើយដែរព្រោះគាត់ខំប្រឹងតស៊ូមកកណោដែរស័ក្តិសមនឹងគាត់ទទួលបានតំណែងអីធំនៅក្នុងជួររដ្ឋាភិបាលទៅព្រោះគ្រួសារនេះក៏ចង់ជួយជាតិជួយអីសម្បើមណាស់ដែរបើយើងមើលណាព្រោះការតស៊ូលោកកម្មសខាសុកចិត្តជាប់គុកជាប់ច្បាប់អីហ្នឹងក៏ដោយសារតែគាត់គិតថាដើម្បីបំរើប្រយោជន៍ជាតិមិនអញ្ចឹងចុះប្រហែលថ្ងៃនេះលោកហ៊ុនសែនក៏ដូចជាលោកហ៊ុនម៉ាណែតអីហ្នឹងក៏គាត់ថាកញ្ញាកម្មមនុស្សវិទ្យាហ្នឹងសុទ្ធតែជាធនធានមនុស្សសម្រាប់ជាតិសម្រាប់អីអាចធ្វើការងារតំណាងកិច្ចការទូតអីឥឡូវនេះគឺគេប្រគល់ទូនីតិឲ្យកញ្ញាកម្មមនុស្សវិទ្យាតាមរយៈព្រះរាជក្រឹត្យរបស់ប្រកូណាប្របាទនរោត្តមសីហមុនីដែលចុះឡាយពហុលេខាថ្ងៃទី17ខែសីហានេះតែងតាំងលោកជំទាវបាទបានខ្លាចជាជំទាវហើយលោកជំទាវកម្មមនុស្សវិទ្យាដោយផ្ដល់ឋានៈស្មើជាប្រិសិទ្ធពិសេសបាទខ្ញុំនឹងបញ្យល់ថាស្អីគេប្រិសិទ្ធពិសេសហ្នឹងជាប្រិសិទ្ធពិសេសរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាមានឋានៈស្មើរដ្ឋមន្ត្រីបាទឋានៈធំណាស់គឺរដ្ឋមន្ត្រីយើងមានប្រមាណនៅស្រុកខ្មែរយើងដឹងហើយក្រសួង30គឺមានរដ្ឋមន្ត្រី30អញ្ចឹងណាឥឡូវនេះបានរដ្ឋមន្ត្រីមួយទៀតហើយគឺរដ្ឋមន្ត្រីលោកជំទាវកម្មមនុស្សវិទ្យាគាត់មិនកាន់ក្រសួងណាទេគ្រាន់តែជាប្រិសិទ្ធពិសេសមិនមែនកាន់ក្រសួងទេគាត់ថាតំណែងនេះគឺស្មើនឹងតំណែងរដ្ឋមន្ត្រីតែប៉ុណ្្នឹងឯងហើយយកទៅអនុវត្តទៅខ្ញុំចូលរួមអបអរសាទរកញ្ញាកម្មមនុស្សវិទ្យានិងគ្រូសាតកូលកម្មដែរនិយាយស្មោះត្រង់ព្រោះអីទូនីតិនេះគឺជាទូនីតិដ៏ឧត្តមឧត្តមណាស់សម្រាប់អ្នកនយោបាយកូនអ្នកនយោបាយទៅការពារទៅជួយអីទៅព្រោះអីគាត់តស៊ូមតិប្រឆាំងយូរដែរហើយរហូតដល់តែក្រុមគ្រួសារគាត់ជាប់នៅក្នុងពន្ធនាគារហ្នឹងបានផលអីក្រៅតែពីក្រុមគ្រួសារគាត់កើតទុករីងរៃខ្លោចផ្សាហើយយើងអ្នកនៅខាងក្រៅដូចថាអ្នកនៅក្រៅគុកពួកខ្ញុំធ្លាប់ចាំសកម្មជនជាពិសេសអ្នកដែលនៅស្និទ្ធជាមួយនឹងលោកកម្មសុខាគឺលោកមុតចន្ទាដែលជាសហការីស្និទ្ធស្នាលរបស់លោកកម្មសុខាហ្នឹងគាត់ធ្លាប់សរសេរសារមករិះគន់ខ្ញុំច្រើនណាស់តាក់ទងនឹងការដែលនិយាយអីប៉ះពាល់នឹងការដែលផ្ដល់សិទ្ធិឲ្យលោកកម្មសុខាបាននៅក្រៅឃុំដូចថាមិនជាប់គុកនៅក្នុងផ្ទះទោះជាបាត់សិទ្ធិនយោបាយបាត់អីក៏ដោយគាត់ប្រាប់ថាបើអ្នកឯងមិនដែលនៅក្នុងគុកណាឯងមិនដែលដឹងថាភាពឈឺចាប់ប៉ុណ្ណាដូច្នេះបើគេឲ្យនៅក្រៅឃុំបាត់សិទ្ធិសេរីភាពនយោបាយអីក៏ដោយចាត់ទុកថាវាគ្រាន់បើជាងគេដាក់ឃុំនៅក្នុងផ្ទះអីចឹងណាខ្ញុំយល់តាមពិតលោកមានប្រសាសន៍ហ្នឹងក៏មែនហើយគ្មាននរណាឈឺចាប់ជាងអ្នកដែលជាប់ឃុំខ្លួនឯងទេក៏ប៉ុន្តែអ្វីដែលលោកមុតចន្ទថាលើកឡើងក៏វាផ្ទុយនឹងអ្វីដែលលោកកម្មសុខាធ្លាប់អួតប្រាប់ប្រជាពលរដ្ឋរាល់ដងថាប្រជាធិបតេយ្យសេរីមិនមែនគេលើកដាក់លើជើងទៀនទេណាយើងត្រូវតស៊ូធ្វើទុក្ខកិរិយាបដូរផ្ដាច់បូជាពលីសពបែបយ៉ាងអីចឹងទីមួយគឺមិនចាញ់ការសម្លុតមិនខ្លាចមិនអីចឹងទៅហើយគឺត្រូវធ្វើឲ្យប្រជាពលរដ្ឋបាត់ឃ្លានបាត់ខ្លៅបាត់ខ្លាចនេះគឺជាទស្សនវិជ្ជារបស់លោកកម្មសុខាដែលនៅដកនៅក្នុងក្រៅបេះដូងប្រជាពលរដ្ឋយូរហើយក៏ប៉ុន្តែពេលនេះអាទាំងអស់ហ្នឹងវាចប់ត្រឹមហ្នឹងហើយព្រោះអីគ្រួសារតកូលកម្មសម្រាប់ចិត្តទៅធ្វើឲ្យរដ្ឋាភិបាលវិញប្រហែលជាការតស៊ូមតិរបស់គាត់យូរឆ្នាំហ្នឹងមើលទៅជាមួយនឹងលោកហ៊ុនសែនគាត់ដឹងហើយថាជាការដឹកនាំបែបផ្ដាច់ការយ៉ាងបើតស៊ូបែបនេះប្រហែលជាអាចស្លាប់នៅក្នុងការគុំខ្លួននៅក្នុងផ្ទះហ្នឹងតែម្ដងព្រោះ27ឆ្នាំវាយូរដែរចឹងធ្វើសម្បទានសន្យាគ្នាជប់ធ្វើនយោបាយអីចឹងទៅក៏ប៉ុន្តែកញ្ញាកម្មមនុស្សវិទ្យាបើតាមលោកតាំងសារដាដែលថាគាត់ជប់ធ្វើនយោបាយនេះគឺខ្ញុំបានវិភាគការពីយប់មកសិនមិញហើយគាត់គ្រាន់តែជប់ធ្វើនយោបាយប្រឆាំងនឹងរដ្ឋាភិបាលទេគាត់មិនមែនជប់ធ្វើនយោបាយស្របរដ្ឋាភិបាលទេចឹងនៅក្នុងនេះគឺគាត់នៅមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការធ្វើនយោបាយស្របរដ្ឋាភិបាលឥឡូវគាត់បានសម្រេចបំណងរបស់គាត់ទៅហើយបងប្អូនជួយត្រេកអរក្រុមគ្រួសារគាត់ផងទៅព្រោះប្រិយសិទ្ធិពិសេសបានន័យថាយ៉ាងម៉េចបងប្អូនប្រិយសិទ្ធិពិសេសគឺជាតំណាងពិសេសរបស់ប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌអីមួយដើម្បីធ្វើកិច្ចការទូតជាមួយនឹងរដ្ឋបរទេសដែរអញ្ចឹងយើងដូចមានប្រិយសិទ្ធិពិសេសមួយដូចលោកផាន់ណាខ្ញុំមិនភ្លេចឈ្មោះគាត់បាត់ហើយក៏អត់សូវឮឈ្មោះគាត់ដែរខាងកិច្ចការដែលគាត់ជាបញ្ញវន្តខ្មែរមួយដល់ពូកែដែរហេតុអីបានជាខ្ញុំភ្លេចតកូលគាត់យ៉ាងនេះសុំទោសទៀតនឹកឃើញឡើយនោះក៏ជាប្រិយសិទ្ធិពិសេសរបស់រដ្ឋាភិបាលកម្ពុជាអញ្ចឹងដែរអញ្ចឹងពាក្យប្រិយសិទ្ធិពិសេសនេះគឺជាភាសាអង់គ្លេសហៅថា special envoy ដែលគាត់ទៅធ្វើកិច្ចការងារហ្នឹងគឺជាកិច្ចការការទូតតំណាងឲ្យរដ្ឋាភិបាលកម្ពុជាបងប្អូនមិនមែនតំណាងឲ្យបកទេណាព្រោះតួនាទីដែលប្រជាក្រិតដែលចែងមកនេះគឺបានន័យថាកញ្ញាកម្មមនុស្សវិទ្យាគឺជាមនុស្សរបស់រដ្ឋាភិបាលកម្ពុជាមិននៅក្នុងក្របខ័ណ្ឌគណៈបកប្រជាជនកម្ពុជាក៏ដោយក៏ប៉ុន្តែរដ្ឋាភិបាលនេះដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដូច្នេះកញ្ញាកម្មមនុស្សវិទ្យាខ្លាយទៅជាមនុស្សរបស់គណៈបកប្រជាជនកម្ពុជាហើយព្រោះពេលតែគាត់ធ្វើជាប្រិយសិទ្ធិពិសេសទូនីតិធំបំផុតរបស់កញ្ញាកម្មមនុស្សវិទ្យាពេលនេះគឺសរសើររដ្ឋាភិបាលពីការដឹកនាំពីការធ្វើត្រូវពីការអីហើយរឿងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យអីហ្នឹងគឺគាត់អាចនិយាយបានទេព្រោះបើគាត់និយាយរឿងនេះគឺគាត់ប្រឆាំងរដ្ឋាភិបាលមិនអាចតំណាងឲ្យរដ្ឋាភិបាលទៅលើឆាកអន្តរជាតិបានទេអញ្ចឹងការតស៊ូមតិដើម្បីឲ្យឪពុកគាត់មានសិទ្ធិធ្វើនយោបាយសិទ្ធិអីហ្នឹងគឺគាត់អាចនិយាយផ្លូវទ្វារក្រោយប៉ុន្តែជាសាធារណៈគាត់អាចនិយាយចឹងបានទេជាទូទៅព្រោះអីប្រឆាំងនឹងរដ្ឋាភិបាលឬក៏អាចរដ្ឋាភិបាលខ្ចីដៃគាត់ប្រើសិនទៅថាឥឡូវកញ្ញាកម្មមនុស្សវិទ្យាជាប្រិយសិទ្ធិពិសេសរបស់រដ្ឋាភិបាលគឺគាត់ចាប់ផ្ដើមស្នើសុំឲ្យផ្ដល់សិទ្ធិនយោបាយឲ្យឪពុកគាត់វិញចឹងទៅហើយរដ្ឋាភិបាលគេថាដោយមានសំណុំពរពីកញ្ញាកម្មមនុស្សវិទ្យាដែលជាប្រិយសិទ្ធិពិសេសរបស់រដ្ឋាភិបាលផ្ដល់សិទ្ធិនយោបាយឲ្យលោកកម្មសុខាវិញអញ្ចឹងឧទាហរណ៍វាអាចជាច្រកនឹងដែរអញ្ចឹងវាមើលទៅវាអត់មានអាក្រក់អីទេបងប្អូនមិនអញ្ចឹងខ្ញុំមើលឃើញរឿងល្អច្រើនជាងអាក្រក់បងប្អូនមួយចំនួនគិតថានេះខ្ញុំមើលឃើញរឿងល្អទី1កញ្ញាកម្មមនុស្សវិទ្យាជាបញ្ញវន្តបញ្ញាជនមួយដែរគាត់រៀនសូត្រចេះដឹងនៅអាមេរិកនៅអីចឹងដែរចឹងយកចំណេះជំនាញហ្នឹងយកទៅជួយគណៈបកប្រជាជនកម្ពុជាទៅក៏មិនជាខុសអីដែរហើយដូចខ្ញុំធ្លាប់និយាយចឹងបងប្អូនខ្ញុំណាចាំបើថាមនុស្សខ្ញុំវាពិបាកអញ្ចឹងបងប្អូនដែលខ្ញុំអត់មានជាអ្នកនយោបាយអ្នកណាក៏ដោយឆ្មាអីក៏ដោយពណ៌អីក៏ដោយសបល់3សបល់2សបល់1ឲ្យតែចេះចាប់កដោគឺខ្ញុំគិតថាជាឆ្មាមានប្រយោជន៍យកមកចិញ្ចឹមមកគឺចាប់កដោបានណាអត់ត្រូវខ្វល់រឿងពណ៌ទេមិនអញ្ចឹងផ្ទុយទៅវិញតកូលណាក៏ចឹងដែរជាមួយគ្នាហ្នឹងតកូលណាក៏ដោយតកូលកម្មតកូលសុកតកូលហ៊ុនតកូលទាតកូលសតកូលសំតកូលថាច់តកូលមៀចតកូលចៅតកូលអីកាន់ទៅប្រទេសកម្ពុជាខ្ញុំអត់ខ្វល់សំខាន់ធ្វើឲ្យប្រទេសនេះ
មានប្រជាធិបតេយ្យត្រឹមត្រូវមានយុត្តិធម៌សង្គមប្រជាពលរដ្ឋមិនបែកបាក់គ្នាកុំងើបមួយវាយមួយកុំដកហូតសិទ្ធិនយោបាយគណៈបកប្រឆាំងកុំរៀបចំការបោះឆ្នោតប្រលិមប្រឡំកុំធ្វើបាបធ្វើទុកបុកម្នេញអ្នកកសែតអង្គការសង្គមស៊ីវិលឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្នាធ្វើអីបានមិនចាក់គេដាក់គុកដោយសារការបញ្ចេញមតិលក្ខទាំងអស់នេះគឺខ្ញុំចង់បាននីតិរដ្ឋក៏ត្រូវតែមានសេរីភាពក៏ត្រូវតែមានការគ្រប់ធម្មនុញ្ញរដ្ឋធម្មនុញ្ញក៏ត្រូវតែមានហើយបើសិនជាកញ្ញាកម្មមនោវិជ្ជាចូលទៅក្នុងគណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលនេះហើយគាត់អាចធ្វើកិច្ចការងារនេះបានក៏វាមួយយ៉ាងដែរបងប្អូនគាត់ថាអ្វីដែលកើតឡើងមកនេះវាខ្ញុំមិនដឹងថាតើគណៈបកប្រជាជនកម្ពុជាខ្វះធនធានមនុស្សឬក៏យ៉ាងដូចម្តេចដែរទេព្រោះអីគាត់មានគៀអញ្ជើញឲ្យអ្នកទីប្រឹក្សាឬអីហ្នឹងច្រើនគាត់ថាយកកញ្ញាកម្មមនោវិជ្ជានេះគឺជាឧបករណ៍មួយដើម្បីប្រាប់ទៅសហគមន៍អន្តរជាតិថាស្ថានភាពនយោបាយនៅប្រទេសកម្ពុជាមិនអាក្រក់ពេកដូចការគិតទេបធូរដើម្បីកុំឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធក៏ប៉ុន្តែរឿងនេះគឺបើសិនជាបានផលយ៉ាងណាចាំខ្ញុំវិភាគនៅចុងក្រោយ show នេះបន្តិចឥឡូវនិយាយពីរឿងខ្ញុំនិយាយពីចំណុចល្អគួរត្រេកអរគឺគ្រួសារតកូលកម្មគឺគាត់អាចនឹងទៅកាន់ការងារផ្នែករដ្ឋាភិបាលតំណែងកញ្ញាកម្មមនោវិជ្ជាតាំងពីគេរំលាយគណៈបកសង្គ្រោះជាតិមក9ឆ្នាំហ្នឹងអត់មានកិច្ចការងារអីដែលអាចគាត់ធ្វើការទេអញ្ចឹងអាក្នុងកិច្ចការសាធារណៈនៅគណៈបកសង្គ្រោះជាតិគឺគាត់ធ្វើបានពី3ឆ្នាំដំបូងដើម្បីតស៊ូដើម្បីឲ្យពួកគាត់បានរួចពីគុកអត់បានរួចពីគុកគាត់ក៏ឈប់តស៊ូនឹងយូរហើយមិនសូវលឺយូរហើយ7ឆ្នាំចុងក្រោយហ្នឹងដល់ពេលឥឡូវគាត់ចាប់ផ្ដើមមានការងារមានតំណែងអីចឹងគាត់អាចបំពេញការងារនឹងធ្វើទៅដើម្បីជាតិដើម្បីអីបងប្អូនជាអ្នកសម្រេចខ្លួនឯងហ្នឹងរឿងម្ដុំរឿងទី2អ្វីដែលគួរឲ្យត្រេកអរសាទរព្រោះអាចការវិភាគរបស់ខ្ញុំខុសពីម្សិលមិញយប់មិញដែរចាំមិនថាការវិភាគវាមិនត្រូវទាំងអស់ទេបងប្អូនណាព្រោះខ្ញុំថាការដែលបញ្ចេញកញ្ញាកម្មមនោវិជ្ជាមកនេះគឺជាការធ្វើឲ្យមានសេណារីយ៉ូមួយគឺបំបែកសម្លេងប្រឆាំងរវាងក្រុមពលលោកសំរងស៊ីនិងក្រុមលោកកឹមសុខាព្រោះអីនៅពេលដែលបញ្ចេញមកគាត់អញ្ចឹងអត់ច្បាស់លាស់ថាគាត់មានតួនាទីអីអាចឲ្យគាត់បង្កើតបកនយោបាយបង្កើតអីទៅដូច្នេះវានយោបាយហ្នឹងគឺធ្វើឲ្យនយោបាយបកប្រឆាំងហ្នឹងគិតថាតើគាត់ចូលគណៈបកប្រជាជនកម្ពុជាចូលរដ្ឋាភិបាលឬក៏នៅខាងនេះនៅឡើយនៅខាងសង្គ្រោះជាតិឬក៏នៅអីចឹងអញ្ចឹងប្រជាពលរដ្ឋនៅកញ្ញាញ់ខួរហ្នឹងគណៈបកប្រឆាំងហ្នឹងគឺហាក់បីដូចជាពិបាកគិតណាប៉ុន្តែឥឡូវនេះអរគុណកញ្ញាកម្មមនោវិជ្ជាទៅជាពិសេសក្រុមគណៈបកសង្គ្រោះជាតិដែលមាននិន្នាការគ្រប់គ្រងលោកសំរងស៊ីគួរអរគុណក្រុមគ្រួសារតកូលកម្មទៅព្រោះអីអានេះវាទឹកថ្លាឆ្វង់ហ្មងយើងមើលឃើញរងដល់បាតដីវាស្រួលអីដោយថាបងប្អូនគិតថាអូតិចកញ្ញាកម្មមនោវិជ្ជាចេញមកបំបាយគណៈបកប្រឆាំងដោយសារតែមានក្រុមកម្មសខាក្រុមសំរងស៊ីអីអត់ទេច្បាស់ដាច់ផឹងគឺកញ្ញាកម្មមនោវិជ្ជាតកូលកម្មគឺគាត់ចោះចូលជាមួយរដ្ឋាភិបាលហើយចឹងអត់មានសំរងស៊ីអត់មានកម្មសខាអីទៀតទេម្ដងនេះគឺមានតែរដ្ឋាភិបាលដែលអាចមានក្រុមគ្រួសារតកូលកម្មនៅក្នុងនឹងជួយមកវាយគ្នាជាមួយនឹងក្រុមគណៈបកសង្គ្រោះជាតិដែលមកដល់មកនេះនៅសល់តែក្រុមលោកសំរងស៊ីទេដូច្នេះមានតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំថាចំពោះខ្ញុំខ្ញុំសប្បាយចិត្តដើម្បីកុំឲ្យពួកក្រុម MMO គណៈបកប្រជាជនកម្ពុជាគាត់អំពើទុកនៅក្នុងការដែលយកកញ្ញាកម្មមនោវិជ្ជានិងតកូលកម្មហ្នឹងយកមកបន្លំមិនដឹងថាតើចូលខាងនៅសង្គ្រោះជាតិឡើយឬក៏នៅប្រឆាំងឡើយឬក៏នៅរដ្ឋាភិបាលចឹងធ្វើឲ្យយើងវល់ដូច្នេះមកក្បាច់នេះគឺធ្វើឲ្យវាជ្រះថ្លាភ្លឹងតែម្ដងគឺច្បាស់តែម្ដងគឺថាវាអត់មានក្រុមលោកកម្មសខាវាអត់មានក្រុមលោកសំរងស៊ីអីទៀតទេអ្នកណាដែលគ្រប់គ្រងកម្មមនោវិជ្ជានិងតកូលកម្មគឺយើងគ្រប់គ្រងរដ្ឋាភិបាលហើយតែប៉ុណ្ណឹងចឹងបើបងប្អូនបោះឆ្នោតឧទាហរណ៍ថាកម្មមនោវិជ្ជាគាត់ទៅបង្កើតគណៈបកនយោបាយដើម្បីនឹងប្រគល់ប្រជែងការបោះឆ្នោតដើម្បីដណ្ដើមសម្លេងពីគណៈបកសំរងស៊ីក្រុមលោកសំរងស៊ីឬគណៈបកប្រឆាំងគឺបានន័យថាគាត់ដណ្ដើមសម្លេងប្រឆាំងដើម្បីឲ្យរដ្ឋាភិបាលនេះមានសម្លេងកាន់តែច្រើនដូច្នេះវាប៉ុណ្ណឹងហើយខ្ញុំសំទោសខ្ញុំពុំមានសុតិធិនិយមច្រើនទេចំពោះក្រុមគ្រួសារតកូលកម្មមកចោះធ្វើនយោបាយវិញខ្ញុំជឿថានេះចំពោះខ្ញុំឯណាខ្ញុំសំទោសការវិភាគខ្ញុំអាចខុសអង់គ្លេសហៅថា political suicide គឺអត្តឃាតនយោបាយគឺចប់ត្រឹមប៉ុណ្្នឹងហើយអស់ហើយក្រុមគ្រួសារតកូលកម្មបិទគេហៅថាប្រវត្តិសាស្ត្រឬក៏ប្រវត្តិនៃការតស៊ូនយោបាយដើម្បីស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យតាមរយៈក្រុមប្រឆាំងគឺគាត់ចប់ប៉ុណ្ណេះគាត់អាចចូលទៅរដ្ឋាភិបាលធ្វើតស៊ូប្រជាធិបតេយ្យស្ដារសិទ្ធិមនុស្សអីឡើងវិញតាមរយៈការស្របជាមួយរដ្ឋាភិបាលដូច្នេះជំហរនៅក្នុងការតស៊ូប្រឆាំងរបៀបដឹកនាំបែបផ្ដាច់ការដែលមិនបានផលដោយគាត់ធ្វើរហូតជាប់គុកជាប់ច្បាប់អស់9ឆ្នាំនេះគឺបិទបញ្ចប់ត្រឹមហ្នឹងអញ្ចឹងគេដំណើរមរតកដែលក្រុមគ្រួសារតកូលកម្មកសាងមកពីមុនមកគឺបញ្ចប់ត្រឹមថ្ងៃទី17 ខែសីហាឆ្នាំ2026នេះគឺជាទំព័រប្រវត្តិសាស្ត្រមួយដែលចារថាការតស៊ូនយោបាយរបស់គ្រួសារតកូលកម្មគឺបិទបញ្ចប់ត្រឹមហ្នឹងប៉ុន្តែមិនមែនបានន័យថាគ្រួសារនេះអត់អាចជួយកសាងជាតិអីបានទេបងប្អូនកុំនិយាយគិតខុសណាព្រោះការជួយកសាងជាតិមិនមែនបានន័យថានៅគណៈបកប្រឆាំងបានធ្វើការទេនៅជាមួយគណៈបកប្រជាជនកម្ពុជាក៏គេធ្វើការដែរចុះបើយើងនិយាយថាតើតែនៅគណៈបកប្រឆាំងទើបកសាងជាតិបានចុះអ្នកធ្វើការជាមួយគណៈបកប្រជាជនកម្ពុជាសពថ្ងៃដែលធ្វើឲ្យទប់លំនឹងស្ថានភាពផ្សេងស្ថិរភាពនយោបាយអីឲ្យប្រជាពលរដ្ឋមានបាយហូបមានអីមានផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យការអប់រំហេដ្ឋារចនាសម្ព័ន្ធបែបយ៉ាងហ្នឹងក្រែងការងារហ្នឹងក្រែងគេធ្វើដើម្បីជាតិដែរតើមិនអញ្ចឹងហើយអ្នកនោះឯងនៅក្នុងគណៈបកប្រជាជនកម្ពុជាដូច្នេះបើយើងនិយាយថាតើតែនៅខាងប្រឆាំងបានធ្វើប្រយោជន៍ជាតិបានគឺអត់ត្រូវទេអញ្ចឹងនៅក្នុងន័យនេះខ្ញុំគិតថាកញ្ញាកម្មមនោវិជ្ជាចូលជាមួយគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជានៅក្នុងន័យនេះមិនមែនបានន័យថាគាត់មិនអាចជួយជាតិនេះបានទេគ្រាន់តែថាបញ្ហានៅត្រង់នេះបងប្អូនបញ្ហាវានៅត្រង់ចេះរបៀបដឹកនាំបែបផ្ដាច់ការគឺគេអត់អាចទៅកែចូលទៅក្នុងរចនាសម្ព័ន្ធរបស់គណៈបកផ្ដាច់ការនឹងបានទេព្រោះអីនៅក្នុងរចនាសម្ព័ន្ធគណៈបកផ្ដាច់ការឬក៏របៀបដឹកនាំរដ្ឋបែបផ្ដាច់ការគឺគេអត់អនុញ្ញាតឲ្យមានគំនិតប្រឆាំងទេហើយការដែលអត់អាចអនុញ្ញាតឲ្យមានគំនិតប្រឆាំងនេះឯងដែលធ្វើឲ្យរបបផ្ដាច់ការនៅលើលោកហ្នឹងវានៅតែផ្ដាច់ការរហូតហើយអ្នកដែលសង្ឃឹម
និយាយរួមការសង្ឃឹមខុសអ្នកដែលសង្ឃឹមថាខ្លួននៅគណៈបកប្រឆាំងគេធ្វើទុកបុកម្នេញពេកពេលចូលទៅគណៈបកប្រជាជនឬគណៈបកកណ្ដាលអំណាចរបបផ្ដាច់ការគឺយើងអាចកែរបបផ្ដាច់ការនេះតាមរយៈចំណេះជំនាញរបស់យើងគឺជាការគិតខុសទេព្រោះมันអាចទៅដូរបានទេព្រោះគណៈបកផ្ដាច់ការគឺគេមិនបើកលំហប្រជាធិបតេយ្យសូម្បីតែក្នុងផ្ទៃបកព្រោះពាក្យថាផ្ដាច់ការគឺបានន័យថាតវ៉ាខ្មាំងប្រឆាំងខ្មោចនេះជាទ្រឹស្ដីរបស់ជនផ្ដាច់ការតានៅលើលោកមិនមែនអ្នកណាម្នាក់ទៅកែបានទេបើគេកែបានណាសពថ្ងៃនៅក្នុងរដ្ឋសភានៅក្នុងព្រឹទ្ធសភាដែលមានតែគណៈបកប្រជាជនណាគេច្បាស់ជាបង្កើតអេគីបមួយគេហៅថា bad cops good cops bad police good police គឺគេឲ្យដើរតួធ្វើបៃគ្នាធ្វើអីសម្ដែងប៉ុន្តែគណៈបកប្រជាជនកម្ពុជាមកយកហើយអត់ហ៊ានទេបើថាលើកដៃទាំងអស់គ្នាបើថាទេគឺទេទាំងអស់គ្នាអត់មានអ្នកណាមកជំទាស់បានទេព្រោះការបណ្ដោយឲ្យអ្នកណាហ៊ានជំទាស់ខ្ទាស់គឺវាហាក់បីដូចជាបើកប្រអប់ដែលមានដង្កូវពហុឲ្យវាឡើងមកក្អែបខ្ទួយនឹងចាញ់មកគឺវាពិបាកគ្រប់គ្រងអញ្ចឹងគេសុកចិត្តបិទប្រអប់នឹងឲ្យចិត្តឈឹងមិនឲ្យតបានទេដូច្នេះការដែលចូលទៅក្នុងគណៈបកប្រជាជនកម្ពុជាហើយសង្ឃឹមថាអាចការពារប្រយោជន៍ជាតិបានគឺមានតិចណាស់ស្ទើរតែគ្មានទេខ្ញុំគ្មានសុតិធិនិយមខ្ញុំសុំទោសខ្ញុំនៅតែគិតថាកញ្ញាកម្មមនុស្សប្រជាជាការជ្រើសរើសរបស់គ្រួសារគាត់មិនមែនជាការជ្រើសរើសរបស់ជាតិទេបងប្អូនណាសុំទោសខ្ញុំនិយាយនេះអាចគ្រួសារតកូលកម្មគាត់រករឿងខ្ញុំទៀតការជ្រើសរើសដើម្បីជាតិគេអត់ត្រូវការចូលទៅធ្វើបែបនេះទេព្រោះតស៊ូមតិយូរហើយប្រជាពលរដ្ឋដាក់ការទុកចិត្តរបស់យើងមើលលោក Nelson Mandela មើលគាត់តស៊ូជាប់គុករហូតដល់តែ20ឆ្នាំជាង27ឆ្នាំចេញមកវិញគឺប្រជាពលរដ្ឋគិតថាគាត់មិនអាចបោះបង់ការតស៊ូរបស់គាត់ទេទោះក្នុងតម្លៃណាក៏ដោយគាត់សុខចិត្តស្លាប់ក្នុងគុកត្រូវហើយចោះយើងគិតចង់ឲ្យគាត់ស្លាប់មែនគាត់ស្លាប់តែខ្លួនទេគាត់អត់ស្លាប់មនសិការអត់ស្លាប់ការតស៊ូឲ្យបណ្ដោះគំនិតឲ្យមនុស្សនៅបន្តការតស៊ូនឹងតទៅទៀតគិតថាមានមេដឹកនាំមួយសុខចិត្តពលីជីវិតដើម្បីការតស៊ូចិញ្ចឹមអាការតស៊ូឥឡូវនេះការតស៊ូតកូលកម្មនេះគឺវាចប់ត្រឹមប៉ុណ្ណឹងអញ្ចឹងប្រជាពលរដ្ឋដែលមានទឹកចិត្តនៅក្នុងការតស៊ូដើម្បីគិតថានៅក្នុងគណៈបកប្រឆាំងត្រូវតែនាំគ្នាចុះចូលទៅគណៈបកប្រជាជនហើយក្រុមអេគីបរបស់លោកកឹមសុខាមកដល់ពេលនេះគឺក្លែងក្លងឲ្យគ្នាមិនដឹងតស៊ូអីយ៉ាងណាទេតើត្រូវរត់ចូលទៅគណៈបកប្រជាជនឬក៏មកចូលគណៈបកប្រឆាំងមកចូលគណៈបកប្រឆាំងអត់សូវត្រូវគ្នាទៀតដោយសារអីធ្លាប់តែឆ្លោះគ្នាជាមួយនឹងក្រុមលោកសំរងស៊ីយូរហើយដែរដូច្នេះរឿងនេះគឺជារឿងដែលធ្វើឲ្យលំបាកសកម្មជនមូលដ្ឋានរបស់គាត់ក្លែងក្លងឬក៏បោះបង់ការតស៊ូចោលតែម្ដងឬក៏ឈប់ធ្វើនយោបាយតែម្ដងព្រោះថ្នាក់លើធ្វើអត្តឃាតនយោបាយកូនចៅក៏ត្រូវតែស្លាប់តាមនឹងដែរនេះគឺជារឿងអកុសលមួយដែរខ្ញុំមែនតើខ្ញុំសម្រេចគោរពការសម្រេចរបស់ក្រុមគ្រួសារតកូលកម្មប៉ុន្តែគាត់ថាយើងជាអ្នកប្រជាធិបតេយ្យម្នាក់ដែរខ្ញុំប្រជាធិបតេយ្យរៀងដូចតលាយដែរប៉ុន្តែគាត់នៅតែមើលឃើញថារឿងនេះគឺជាការខកចិត្តច្រើនជាងការដែលនេះណាព្រោះអីតើកញ្ញាកម្មមនុស្សវិទ្យាគាត់ទៅធ្វើជាប្រិយសិទ្ធពិសេសហ្នឹងគាត់អាចធ្វើអីគេកើតបើសិនជាកញ្ញាកម្មមនុស្សវិទ្យាចង់ឲ្យប្រជាពលរដ្ឋទទួលបានការជឿទុកចិត្តថាគាត់ពិតជាមានឥទ្ធិពលរឿងទី1ដែលធំបំផុតគឺត្រូវឲ្យលោកហ៊ុនម៉ាណែតផ្ដល់សិទ្ធិនយោបាយឲ្យឪពុករបស់គាត់បើថាមិនឲ្យលោករងឈុនឬក៏អ្នកណាផ្សេងទៀតឲ្យឪពុករបស់គាត់ចោះហើយកុំគិតថាដោយសារកញ្ញាកម្មមនុស្សវិទ្យាចូលទៅជាប្រិយសិទ្ធពិសេសស្ថានភាពនយោបាយប្រសើរទីទៀតគេដោះលែងអ្នកទោសមនសិការអីហ្នឹងគឺដោយសារកម្មមនុស្សវិទ្យាមិនមែនទេការដោះលែងអ្នកទោសមនសិការនេះគឺត្រូវតែដោះលែងដាច់ខាតឲ្យគណៈបកប្រជាជនកម្ពុជាតន់ច្រកឲ្យអត់មានជំរឿសទេត្រូវតែបធូរដោយឯងបើឲ្យគាត់បធូរយូរហើយក៏អត់បធូរទេព្រោះដោយសារគាត់ដឹងថាវាអត់តន់ច្រកតែដល់ពេលតន់ច្រកដំណាក់កាលណាមួយអ្នកទោសមនសិការទាំងអស់នេះនឹងត្រូវដោះលែងដោយស្វ័យប្រវត្តិអត់មានទុកការទេព្រោះគណៈបកប្រជាជនកម្ពុជាតឹងផ្អឹសហើយក៏មិនមែនដោយសារតែអូវប្បធម៌ផ្សះផ្សាអីបានកញ្ញាកម្មមនុស្សវិទ្យាមកស្រួលអតិពលកម្មមនុស្សវិទ្យានឹងធ្វើឲ្យអ្នកទោសមនសិការរួចបានអីចឹងទៅអាចយកបងហ្នឹងអូមួយអាទិត្យពីរអាទិត្យក្រោយកញ្ញាកម្មមនុស្សវិទ្យាបាននីតិទូនីតិប្រិយសិទ្ធពិសេសស្រាប់តែអ្នកទោសមនសិការ10នាក់5 10នាក់20នាក់គេដោះលែងបដាបដាអីម្នាក់អាចនឹងគិតថាអូប្រហែលជាគាត់ចូលទៅមានឥទ្ធិពលហើយឃើញអត់ទេអត់មានទេអ្វីដែលកម្មមនុស្សវិទ្យាកញ្ញាកម្មមនុស្សវិទ្យាត្រូវធ្វើដំបូងដើម្បីឲ្យប្រជាពលរដ្ឋទុកចិត្តគឺឲ្យឪពុករបស់គាត់មានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញអានឹងបានឲ្យប្រជាពលរដ្ឋកាត់ចាត់ទុកថាគាត់ប្រកែបើអត់ទេគឺកញ្ញាកម្មមនុស្សវិទ្យាគឺនឹងគេហៅថា political suicide ដូចគ្នាគឺអត្តឃាតនយោបាយនឹងចោលហើយបើទោះបីជាកញ្ញាកម្មមនុស្សវិទ្យាធានាតបឲ្យឪពុកគាត់មានសិទ្ធិធ្វើនយោបាយពេញលេញកុំគេហាមគាត់ដូចឲ្យមានសិទ្ធិធម្មតាក៏ដោយក៏អ្វីដែលគាត់ចូលគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជានេះក៏ជាការបិទទំព័រគ្រួសារតកូលកម្មត្រឹមប៉ុណ្ណេះដែរម្ដងទៀតបងប្អូនគាត់អាចតស៊ូមតិដូចចាស់យើងមើលលោកយ៉ងសង្កុមារអីវិញមើលបិទកសិកម្មចូលទៅក្នុងក្រសួងរដ្ឋហ្នឹងតើគាត់ទៅធ្វើអីទៅកែស្អីគេបាននោះត្រូវនៅតែ1គីឡូ500 600ដែរបើការគាត់មិនទាន់ចូលដូចនៅ800ទេដល់ពេលចូលទៅថាកែតម្រង់ប្រជាពលរដ្ឋថាត្រូវធ្លាក់មកនៅតែ1គីឡូ5 600វិញអីចឹងទៅដូច្នេះវាគណៈបកប្រជាជនកម្ពុជាគេទិញយកទៅកវត្តចោលទេព្រោះមនុស្សគេខ្វះអីវាមិនមែនប្រជាគណៈបកប្រជាជនកម្ពុជាខ្វះធនធានមនុស្សទេគឺដោយសារប្រព័ន្ធដឹកនាំរដ្ឋវាអញ្ចឹងដល់ពេលដឹកនាំរដ្ឋវាអញ្ចឹងបញ្ញវន្តកវីបណ្ឌិតណាទៅក៏កញ្ញាញ់ខួរដែរព្រោះគេឲ្យធ្វើអញ្ចឹងសម័យខ្មែរក្រហមអ្នកណាមិនចេះដឹកនាំប្រទេសបងប្អូនអ្នកដឹកនាំសម័យខ្មែរក្រហមសិតតែបញ្ញវន្តណាលោកសឡុតសប៉ុលពតខៀវសំផនអៀងសេរីអៀងធីរិតស្អីនេះសតតែអ្នកបានរៀនសូត្រចេះដឹងនៅបារាំងឯណាមកផងបញ្ញវន្តខ្មែរហើយដឹកនាំប្រទេសស្លាប់អស់1.7 លានអ្នកហ្នឹងក៏អត់ចេះដឹកនាំមែនទេដោយសារមាគាបកហ្នឹងគេឲ្យធ្វើអញ្ចឹងសម្រាប់បង្អត់អាហារធ្វើបាបប្រជាពលរដ្ឋដល់អញ្ចឹងអ្នកដែលអត់ធ្វើបាបគេយកទៅសម្លាប់ចោលគឺតែប៉ុណ្្នឹងតាហើយបើសិនជាយើងគិតមកងាប់ចាំបាច់បានធ្វើអញ្ចឹងចុះបើយើងមិនធ្វើអញ្ចឹងគេសម្លាប់យើងដែរហ្នឹងដូច្នេះវាតែអញ្ចឹងដូចគ្នាកញ្ញាកម្មមនុស្សវិទ្យាចូលទៅហ្នឹងបញ្ញវន្តនៅក្នុងគណៈបកប្រជាជនកម្ពុជាគេអញ្ជើញរកតែលុយបងប្រាក់ខែលែងតាន់ហើយនេះរត់តែយកគាត់មួយទៀតបង្កើតតំណែងមួយទៀតថែមលុយទៀតយកមកធ្វើអីគ្រាន់តែស្អំចិត្តទេហើយសហគមន៍អន្តរជាតិក៏គេមិនទៅជឿអានយោបាយប្រជាពិធរបស់រដ្ឋាភិបាលនឹងដែរព្រោះយើងគ្រាន់តែស្អំចោះបើសិនអញ្ចឹងបើចិត្តសឿងរដ្ឋាភិបាលនឹងពិតថាផ្សះផ្សាជាតិដែរដោះលែងអ្នកទោសមនសិការឲ្យអស់131នេះឯនេះលីកាដូរកឃើញ
ដោះឲ្យសិទ្ធិលោករងជនឲ្យសិទ្ធិលោកកម្មសខាហើយរៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ឈប់ងើបមួយវាយមួយហើយត្រូវនិយាយទៅគឺថាសុំទោសជាសាធារណៈប្រាប់គេមកថាខ្លួនធ្វើខុសយើងស្ដាយលែងខុសតទៅទៀតដូចលោកហ៊ុនសែនមកចេញស្អីណាមករករឿងអ្នកដែលជេរប្រតិចគ្នាដោយគាត់ជេរគេមកអាយុមកហើយទៅមកអញ្ចឹងវាដូចថា too good to be true ប៉ុន្តែហើយខ្ញុំស្លេះរឿងហ្នឹងប៉ុណ្ណឹងឥឡូវស្ដាប់មតិប្រជាពលរដ្ឋវិញព្រោះមុននេះថាចង់ឲ្យស្ដាប់ចុងក្រោយឥឡូវទេសនាចប់ខ្លួនឯងបាត់ហើយ sorry ហើយសុំទោសបងប្អូនតោះឥឡូវមតិទី1លោកកឹមសុខដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រៅប្រទេសគាត់ទៅសេនៅលើបណ្ដាញសង្គម Facebook របស់គាត់មិនបានដាក់ក្បាលលិខិតជារដ្ឋាភិបាលក្រៅប្រទេសគាត់ទៅសេប្រហែលជាក្នុងនាមបុគ្គលផ្ទាល់ខ្លួនដែរគាត់ថាចេះឯកឧត្តមកឹមសុខានិងកូនស្រីច្បងធ្វើឲ្យវប្បធម៌សន្តានានយោបាយធ្លាក់តម្លៃខ្លាចជាវប្បធម៌សន្តានាសុំតំណែងបាទខ្ញុំទុកឲ្យបងប្អូនពិចារណាទៅព្រោះអីខ្ញុំអានអញ្ចឹងតែម្ដងជនជាតិខ្មែរយើងម្នាក់នៅប្រទេសកាណាដាលោកនួននរាសរសេរសារនៅលើបណ្ដាញសង្គមរបស់គាត់តាក់ទងរឿងកម្មមនុស្សវិជ្ជានេះដែរគាត់ថាបើកូនចូលបម្រើរបបផ្ដាច់ការហើយឪក៏មិនយូរដែររនុកក្នុងដែលសំងំក្នុងគណៈបកសង្គ្រោះជាតិមានតាំងពីកំណើតគណៈបកសង្គ្រោះជាតិនេះកើតមកម្លេះមានតាំងពីកំណើតគណៈបកនេះម្លេះគឺមេធំតែម្ដងបោករហូតបោកលុះសៃខ្មែរអ្នកនយោបាយត្រូវពិចារណាសូមកុំដើរតាមដោយងងឹតងងល់នយោបាយគឺនយោបាយជាវប្បធម៌របស់មេយើងលោកសេងសេរីបាទគាត់សរសេរសារនៅលើ Facebook របស់គាត់អញ្ចេះចុះមិនចាញ់រាជក្រឹត្យតែងតាំងឪដំណើរគ្នាជាមួយនឹងកូនជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញឬក៏សមាជិកក្រុមប្រឹក្សាព្រះមហាក្សត្រឋានៈស្មើនាយករដ្ឋមន្ត្រីបដ ாய் ទៅសញ្ញេជំនួសព្រះមហាក្សត្របានសោះហ្នឹងចេះធ្វើចរិតមេមន់ទៀតបាទហើយលោកសេងសេរីក៏បន្តថាដើម្បីរក្សាពលឹងសង្គ្រោះជាតិអ្នកសំរងស៊ីនិយមទាំងឡាយត្រូវតែទាមទារឲ្យលោកកឹមសុខាលាចេញពីប្រធានគណៈបកសង្គ្រោះជាតិបើមិនដូច្នេះទេបរិសម្នាក់នេះនឹងអោបត្រាគណៈបកចូលទៅភ្នូនយោបាយរបស់ខ្លួនចាក់ជាមិនខានសូមរំលឹកមេថាបើគ្រាន់តែគណៈបកខ្លួនឯងសង្គ្រោះមិនបានផងនោះមេគួរឈប់មានប្រសាសន៍រឿងសង្គ្រោះជាតិមាតុភូមិអីទៀតទៅបាទមតិបន្តលោកទេពមនោនៅប្រទេសបារាំងលោកថាដល់ពេលនេះទៅហើយខ្ញុំយល់ថាលោកកឹមសុខាគួរតែក្លាហានលាលែងពីតំណែងប្រធានគណៈបកសង្គ្រោះជាតិខ្ញុំសូមថែមលោកមាន់បន្តិចរឿងលោកសេងសេរីនិងលោកទេពមនោនិយាយពីរឿងលោកកឹមសុខាលាលែងពីតំណែងគណៈបកសង្គ្រោះជាតិតើអស់លោកនៅតតាំងនៅអារឿងសង្គ្រោះជាតិនឹងដល់ណាទៀតបើខ្មោចគេហាយដល់ប្រឆាបាត់ទៅហើយនឹងគេដុតបាត់ហើយហ្នឹងហើយយើងរើសយកធៀបមកហើយយើងទៅរកសាកសពនឹងនៅឯណាទៀតខ្ញុំពងតែឆ្ងល់ព្រោះអីរឿងគណៈបកសង្គ្រោះជាតិហ្នឹងអ្នកដែលប្រជាធិបតេយ្យនៅតែចិត្តគិតថាសង្គ្រោះជាតិរស់ស្អីបើគេរំលាយបាត់គេចាប់ផ្ដើមចេញសារដីកាលោកកឹមសុខាខ្លួនឯងព្រមទទួលទោសដោយសុកចិត្តយកការអនុគ្រោះទោសហ្នឹងដោយសារតែមិនប្តឹងសារដីការបស់សាលាឧទ្ធរណ៍ហ្នឹងហើយគឺគាត់ទទួលទោសធ្វើឲ្យគណៈបកសង្គ្រោះជាតិនឹងរលាយបានដោយស្វ័យប្រវត្តិហើយគាត់ជាប់ទោសពីក្បត់ជាតិផងតើយើងទៅតវ៉ាយ៉ាងម៉េចទៀតបើម្ចាស់មេរបស់គណៈបកនេះព្រមទទួលយកសារដីកាគេហ្នឹងហើយគាត់ទៅសេមកគាត់ថាគាត់អត់ប្តឹងទេសារដីកាហ្នឹងគឺគាត់ជំទាស់រាល់សារដីកាហ្នឹងថាអយុត្តិធម៌ប៉ុន្តែគាត់អត់ប្តឹងនៅពេលដែលយើងអត់ប្តឹងសារដីកាបានន័យថាយើងទទួលស្គាល់សារដីកាហ្នឹងគឺចូលជាស្ថាពរហើយគាត់ចង់និយាយខាងក្រៅតុលាការមានន័យអីខាងក្រៅតុលាការបងប្អូនព្រោះន័យគឺប្រព័ន្ធតុលាការគេកាត់ទោសយើងឲ្យជាប់គុកអស់មួយជីវិតពីបាត់ក្បត់ជាតិចោទទាំងអាមេរិកទៀតហើយលោកកឹមសុខាអត់ប្តឹងអាសាលដីកាហ្នឹងបានន័យថាយើងបោះបង់សិទ្ធិប្តឹងបើបោះបង់សិទ្ធិប្តឹងបានន័យថាយើងទទួលស្គាល់ថាយើងមានកំហុសហើយយើងចេញមកក្រៅតុលាការយើងសរសេរលិខិតថាខ្ញុំអត់ទទួលស្គាល់ផងប៉ុន្តែតុលាការបើអត់ទទួលស្គាល់ហេតុអីក៏មិនប្តឹងជំទាស់សាលដីកាហ្នឹងទៅដោយសារតែគាត់ចង់ដោះដូរជាមួយនឹងការអនុគ្រោះនេះដើម្បីបានច្រកឲ្យកូនគាត់កញ្ញាកម្មមនុស្សវិទ្យាបានឡើងជាប្រិយសិទ្ធិពិសេសអីចេះប៉ុន្តែយើងធ្វើឲ្យសង្គ្រោះជាតិនេះលលាយហើយអត់តតាំងរកយុត្តិធម៌លោកកឹមសុខាក៏បោះបង់ការតតាំងរកយុត្តិធម៌សម្រាប់គណៈបកសង្គ្រោះជាតិហើយនឹងយុត្តិធម៌សម្រាប់ខ្លួនគាត់ដែរណាព្រោះបើគាត់តស៊ូរហូតប្តឹងអាសាលដីកានឹងឲ្យជាប់មកគឺអ្នកឯងធ្វើអីធ្វើទៅគឺខ្ញុំមិនទទួលស្គាល់ដូចចំនួនអ៊ុយក្រែននិងរុស្ស៊ីចឹងបើអ្នកឯងមិនចោះបាត់ជប់បាញ់ឲ្យនរណានៅនឹងរុស្ស៊ីទម្លាក់គ្រាប់បែកលើក្បាលណៃរាល់ថ្ងៃបាញ់ដល់មូស្គូទៀតយើងដល់ពេលដូចលោកទាសីហាទៅចោះហត្ថលេខាឲ្យនរណានៅនឹងថៃយកដីខ្មែរ76កន្លែងយើងអត់តបបានសោះចឹងយើងអត់ហ៊ានទៅធ្វើអីគេបានសោះព្រោះអីយើងប្រាប់ថាអ្នកណានៅនឹងចឹងគេមានសិទ្ធិធ្វើអីលេនឋានជីកស្អីចុះបញ្ជីចាច់ដីចាច់អីយើងអត់ធ្វើអីគេកើតយើងបាត់ដីយើងទៅទេនេះឥឡូវលោកកម្មសខាគាត់ធ្វើដូចអញ្ចឹងដែរនៅពេលដែលយើងមិនប្តឹងសាលដីការបស់សាលាធរគឺយើងទទួលទោសពេលដែលយើងទទួលទោសគឺយើងឲ្យគណៈបកសង្គ្រោះជាតិក៏មានទោសដែរព្រោះយើងជាមេបកគណៈបកសង្គ្រោះជាតិដូច្នេះលោកកម្មសខាចូលរួមនៅក្នុងការបំផ្លាញគណៈបកសង្គ្រោះជាតិឲ្យដាច់ឈ្មោះបានន័យថាគណៈបកសង្គ្រោះជាតិលលាយហើយវាលលាយតែនៅក្នុងឯកសារប៉ុន្តែចង់បញ្ចប់គឺបញ្ចប់ត្រឹមលោកកម្មសខាមិនប្តឹងសាលដីការបស់សាលាធរតែប៉ុណ្្នឹងឯងចាប់ហើយ